giờ đó mà dạ pe trong cái đó nó cứ nhom là vô khang mình tên là nhom màu bị tì trong đồ bay rồi còn nông event token people sai sầm buồn phòng đa dạ chỉ event vừa đã thôm mình tên là nông anh gì hắn industry bọc crypto to phòng này anh nông event nó cứ bán phơi bitcoin lang là hồi đó cái sầm bó chứ còn 7k bạch bón cứ drop đó chỉ cái sầm 1k chứ rồi còn cao cái sầm 1k tiền tai nhau các bạn phơi cá chay mình lên này chun trời mình tên tại tôm bia nà chặt để tá đại team càng nghe bây giờ phơi cá chay mình đun lo khang mình tên mới tiết cứ tại tôm chỉ mới nà chặt signal bây giờ trong cái đó nó cứ cạp lôi trời mình tên mình tên là bên đó xong bây giờ dùng mấy cái nhóm ao signal này nên môi cứ cạp lôi hồi đó TP chặt TP của môi TPพอให้จะได้ซีโร่ช่างคลั่งเหมือนเต้นสำหรับเนี่ยได้ก่อนโฟกัสช็อตตามสิกนอลไปย้อมก่อนย้อมตลอดสิกนอลเลี้ยงตีซ่ากับบ้านโฟกัสกระจอกเชิญเหมือนเต้นได้เฟื่อยังเบนฟิตหรือก็โฟกัสจะไหนลอยทางการกราบลอยเชิญคลั่งเหมือนเต้นให้การกราบลอยคือวิมันทำแต่ปนนั้นสมบัติจะใบนั้นกับวันโฟกัสแต่ตรงโฟกัสดรอปแต่ตรงปีแอลดรอปทำไมสำหรับเนี่ยได้บ้านโฟกัสโฮบินบีเชิญคลั่งเหมือนเต้นจังเนี่ยดังนั้นคือเนี่ยได้ก่อนโฟกัสดักสเต็กกิ้งบีนบีหรือก็โฟกัสเซลวิงบีนบีคือก่อนนั้นตัวบ้านเบนฟิตเชิญคลั่งแต่ตรงตัวจีแอลดรอปหรือก็เมกาดรอปหรือก็แต่ตรงจีวินลันพูจังคือบ้านโฟกัสใจเนี่ยแต่ตรงปีแอลดรอปทำไมได้มีชื่อว่าสเต็กสโตนไอสเต็กสโตนก็จีบจังเมื่อใดยังไอโฟกัสโยได้จีบีนบีสเต็กนั่นเลยnetwork ដូចជា Ethereum ឬក៏ network របស់ Bitcoin ផ្ទាល់ផងដែរឬក៏ network មួយចំនួនផងដែរតែដែលខ្ញុំនិយាយចឹងគឺអាណាចាក់ signal យើងដែលខ្ញុំឲ្យយកមិញគឺស៊ីលុយឆ្ងាញ់អញ្ចឹងអ្នកនេះធ្វើការ take profit តែអ្វីដែលយើងអាចធ្វើការ take បានកុំព្យាយាម hold ច្រើនពេកជាមដាក់ TP តែអ្វីដែលយើងធ្វើការណែនាំឲ្យអ្នកនេះប្រយ័ត្នប្រយែងមែនតែប៉ុន្តែដូចយើងនិយាយចឹងគឺវាដល់ TP ទេប៉ុន្តែវាការ profit ច្រើនប៉ុន្តែអ្នកនេះកុំលោភលន់ច្រើនពេកព្យាយាម take profit ព្យាយាម TP តែអ្វីដែលយើងអាចធ្វើបានកុំព្យាយាមលោភលន់ច្រើនពេកយើងអាចធ្វើការយកលុយតាមរយៈមួយចំនួនទៅព្រោះស្អី signal របស់យើងមួយខែគឺយើងធ្វើការចែកជូនច្រើនមែនតែនិយាយទៅយ៉ាងតិចក៏5-10 signal ឬក៏លើសជាងនឹងទៀតដូចខែមុនគឺយើងកើប signal ប្រហែលជា70-30 signal ទៅ40 signal ជាតែ TP របស់យើងមានតែប្រហែលជា3ទៅ4ទេប៉ុន្តែយើង take profit ចំណេញច្រើនមែនតែនិយាយទៅកើបលុយឆ្ងាញ់មែនតែស្បីតែបនចុះឆ្នាំខ្មែរយើងធ្វើការកើបលុយថ្មីតែ festival របស់ប្រទេសជាតិរបស់យើងផ្ទាល់ផងដែរសម្រាប់កាក់ stake stone ឬក៏ STO នេះគឺជាប្រភេទ bad only chain liquidity ដែលដូចខ្ញុំប្រាប់បងប្អូននេះគឺយើងអាចធ្វើការ stake តាក់ទងជាមួយនឹង Bitcoin ផងដែរដែលការ stake នេះគឺ Bitcoin អាចធ្វើការ stake នៅលើ Ethereum network បានឬក៏ Bitcoin network ផ្ទាល់ផងដែរឬក៏ SBTC ឬក៏ Stone BTC ផងដែរនិយាយមកតែខ្លីទៅគឺ Bitcoin គឺយើងអាចធ្វើការ staking បាននិយាយទៅដូចវា automatic តាក់ទងពី staking ហើយក៏អាចធ្វើការ earn តាក់ទងពីដូចជា Stone ដូចជា free protocol វាប្រហែលជា50+ ទៅទៀតហើយគេក៏មាន partner ប្រហែលជា100 partner ជាងជាមួយនឹង Coinbase ជាមួយនឹង OKX ជាមួយនឹង network ច្រើន Scroll network Meta wallet ជាមួយនឹង network ឬក៏ Liquid DAO ឬក៏តាក់ទងជាមួយនឹង protocol DF ផ្សេងទៀតគឺច្រើនខ្លាំងមែនទែនរហូតដល់100+ ជាងហើយតាក់ទងពី Stone នេះគឺយើងអាចធ្វើការ stake តាក់ទងពី Ethereum ដើម្បីឲ្យវា restaking ឬក៏ SBTC ឬក៏តាក់ទងជាមួយនឹង stake BTC និយាយទៅមានចម្រុះច្រើនក្នុងការប្រើប្រាស់មែនទែនឬក៏អាចធ្វើការ staking និយាយទៅកុំឲ្យធ្វើការទុកលុយអ្នកនេះចោលដែលអត់ប្រយោជន៍ជាងហើយតាក់ទងជាមួយនឹង stake Stone នេះគឺមានតាក់ទងជាមួយនឹង lending security expert ដែលជានិយាយទៅអ្នកដែលគាត់តាមថែមើលតាក់ទងជា smart contract គឺមានច្រើនមែនទែនដូចបងប្អូនបានឃើញ Quantrum ឬក៏តាក់ទងជាមួយនឹង Flowmist ឬក៏តាក់ទងជាមួយនឹង DF protocol មួយចំនួនដែលបានធ្វើការថែរក្សាអញ្ចឹងព័ត៌មានបន្ថែមគឺអ្នកនេះអាចធ្វើការចូលទៅក្នុង website របស់វាដើម្បីមើលព័ត៌មានបន្ថែមទៀតដើម្បីងាយស្រួលអ្នកនេះផងដែរហើយចំពោះកាក់នេះគឺ Binance នឹងធ្វើការ list នៅក្នុងទីផ្សារឲ្យអ្នកនេះធ្វើការទិញឬក៏លក់ផងដែរបើសួរខ្ញុំថាបច្ចេកនឹងល្អអត់ក្នុងការវិនិយោគគឺខ្ញុំដូចខ្ញុំនិយាយប្រាប់អ្នកនេះអញ្ចឹងបច្ចេកថ្មីមួយចំនួនគឺវាអាចឡើងទៅភ្លាមបានទេគឺវាត្រូវការពេលវេលាមែនទែនឬក៏វាអាចធ្វើការក្រាស់ឬក៏ធ្វើការចោះមួយចំនួនផងដែរអញ្ចឹងបើសិនចង់វិនិយោគគឺអ្នកនេះធ្វើការសិក្សាពីវាបន្ថែមទៀតតែខ្ញុំអត់សូវ recommend ជាមួយនឹងកាក់ថ្មីទេគឺខ្ញុំអាច recommend ជាមួយនឹង OG ទិញ BNB ទិញ Bitcoin អីផ្សេងទៀតផងដែរវាមាន potential ចំណេញជាមួយនឹងកាក់ថ្មីផងដែរចំពោះកាក់ថ្មីវាត្រូវការពេលខ្លាំងមែនទែនហើយអត់ដឹងថាវាដើរឬអត់ឬក៏វាដួលផ្សេងទៀតបើសិនជាមាន community support អាចធ្វើការលក់កាក់នៅក្នុងទីផ្សារគឺវានឹងមាន potential ក្នុងការ long term ផងដែរចំពោះកាក់នេះមានឈ្មោះថា stake stone ប៉ុន្តែពាក្យកាត់វាគឺ STO ដែលមាន supply រហូតដល់1 billion supply ជាងអញ្ចឹងសម្រាប់អ្នកដែលគាត់បានទទួលដូចជា airdrop holder គឺមានចំនួនប្រហែលជា 5-10 លានកាក់ដែល Binance ធ្វើការចែកជូនអ្នកដែលគាត់បានធ្វើការ staking ជាមួយនឹង BNB ផ្សេងទៀតផងដែរអញ្ចឹងជាចុងក្រោយបើសិនអ្នកនេះចង់បានទទួលបានកាក់ free ឬក៏កាក់លុយធ្លាក់លើមេផ្សេងទៀតអញ្ចឹង complete ធ្វើការ stake BNB គឺអ្នកនេះទទួលបាន benefit ថ្ងៃក្រោយឬថ្ងៃអនាគតសម្រាប់លុយធ្លាក់លើមេផ្សេងទៀតព្រោះសារ BNB អ្នកដែល stake កាន់តែយូរគាត់បាន point កាន់តែច្រើនអញ្ចឹង airdrop ក៏គាត់បានកាន់តែច្រើនដែរហើយអ្នកនេះមានដឹងនៅក្នុងឆ្នាំ2025នេះគឺមានក្រុមហ៊ុនអ្នកវិនិយោគធំច្រើនមែនទែនដែលគាត់បានធ្វើការព្យាករ BTC ឬក៏ Bitcoin ផ្ទាល់ហ្នឹងនឹងអាចឡើងចន្លោះប្រហែលជា 122k អាចនិយាយថាមកពី$100,000ជាងរហូតដល់$700,000ជាង$70,000 លានផងដែរអញ្ចឹងមានក្រុមហ៊ុនច្រើនមែនទែនដែលបានធ្វើការព្យាករតាក់ទងជាមួយនឹង Bitcoin ឬក៏ BTC ផងដែរហើយក្រុមហ៊ុនទាំងអស់នោះគឺមានដូចជា Standard Chartered ដែលគឺជាអាចនិយាយថាក្រុមហ៊ុនបែប Hub ឬក៏ Institute វិនិយោគរបស់សហរដ្ឋអាមេរិកផ្ទាល់ផងដែរក្រុមហ៊ុន Sina 21 Capital ក្រុមហ៊ុន BlackRock ដែលជាក្រុមហ៊ុនដែលមានលុយច្រើនមកគាត់ឬក៏ជា AUM ដែលធំបំផុតលើពិភពលោកទោះបីជាធនាគារកំបាញ់ទូទាំងពិភពលោកក៏ស្មើ BlackRock ដែរហើយគាត់ក៏បានធ្វើការព្យាករ Bitcoin រហូតដល់$700,000ឬក៏អាចនិយាយថា$700k ឬអាចនិយាយថា$1 លានទៀតថាសម្រាប់ Bitcoin គឺឡើងរហូតដល់ចំណុចប៉ុណ្ណឹងផងដែរអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងគឺ Bitcoin គឺមាន potential ច្រើនមែនទែនក្នុងពេលដែលវាឡើងកាន់តែខ្ពស់ផងដែរអញ្ចឹងដែលយើងមានលុយផ្សេងអាចធ្វើការទិញតែអ្វីយើងអាចទៅបានវិនិយោគតែអ្វីយើងទៅបានឬក៏យើងព្យាយាម DCA ឬក៏ទិញតិចផងដែរអញ្ចឹង Bitcoin ដូចយើងដឹងអញ្ចឹងគឺវាជា potential មួយដែលវាមានតម្លៃជាងមាសទៅទៀតឬក៏ V2 ទៅទៀតអាចនិយាយថា digital
លុយមួយដែរពិបាករកមែនតើអញ្ចឹងបើសិនជាបងប្អូនមានលុយឬក៏អត់មានលុយខ្ញុំគិតថាបើសិនយើងចង់ទិញមាសខ្ញុំអាច recommend អ្នកនេះទិញ Bitcoin ល្អជាងព្រោះសារ Bitcoin មាន potential long term ឬអនាគតច្រើនមែនតើអញ្ចឹងនៅក្នុងឆ្នាំ2025នេះ target របស់ខ្ញុំគឺខ្ញុំគិតថាត្រឹមតែ 200k ជាងនៅក្នុង shoe wall ឬក៏អាចចូលទៅក្នុងឆ្នាំ2021ផងដែរប៉ុន្តែយើងត្រូវការ correction ឬក៏ bear support ដោយសារវាតាក់ទងរឿងច្រើនមែនតើទី1គឺអ្នកដឹងគឺតាក់ទងជាមួយនឹងរឿងតាក់ទងពីសេដ្ឋកិច្ចលើពិភពលោកទី2តាក់ទងជាមួយ Donald Trump ដែលគាត់កំពុងជួបគ្នាជាមួយចិនទី3តាក់ទងជាមួយ potential ដូចជាសង្គ្រាមមួយចំនួនទៀតហើយទី5គឺយើងសង្ឃឹមថាក្រុមហ៊ុនវិនិយោគឬក៏ institute ឬក៏ AUM ដែលធំបំផុតលើពិភពលោកនោះគាត់ព្យាយាម push Bitcoin ឲ្យកាន់តែឡើងទៅទៀតទៅពី Bitcoin Spot ETF ឬក៏នៅក្នុងទីផ្សារ stock market ផងដែរឬក៏ Bitcoin ឬក៏ potential មួយចំនួនដែលគេ swap Bitcoin នៅក្នុង stock market ផងដែរអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំក៏សង្ឃឹមថាអ្នកនាងចូលចិត្តវីដេអូទាំងអស់ហ្នឹងហើយខ្ញុំសង្ឃឹមថាខ្ញុំអាចមាន content ចែកជូនអ្នកនាងហើយកុំភ្លេចធ្វើការចែកជូនអ្នកនាងអីផ្សេងៗទៀតហើយមួយទៀតតាក់ទងពីអាណាចក្រ data center ដែលខ្ញុំព្យាយាម build នៅក្នុងប្រជាជាតិកម្ពុជាប្រហែលជាអាចរួចរាល់ក្នុងរយៈពេលប្រហែលជាមួយខែឬក៏2ខែខាងមុខទៀតអញ្ចឹងខ្ញុំចាយលុយច្រើនមែនទែនក្នុងរយៈពេលមួយចំនួនចុងក្រោយនេះសារយើងមានរឿងច្រើនតាក់ទងពី data center របស់យើងបានធ្វើការ move ទៅកាន់ប្រជាជាតិកម្ពុជារបស់យើងដែល register ក្រុមឈ្មោះ BSM Venture ដែលឈ្មោះ BSM របស់ខ្ញុំផ្ទាល់ផងដែរអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេ and ខ្ញុំសង្ឃឹមថាមាន signal ចែកជូនអ្នកនាងដូច signal ដែលយើងកាប់លុយយកវិញអញ្ចឹង and see you guys ក្នុងអាណាចក្រ crypto កម្ពុជាផងដែរ